សូមបានជម្រាបសួរដល់បងប្អូនទាំងអស់គ្នាក្នុងប្រគុណព្រះម្ចាស់ព្រះយេស៊ូវហើយថ្ងៃនេះយើងបានធ្វើមកដល់ដំណើរមកដល់ដំណាក់របស់ព្រះទីកន្លែងដែលយើងបានជួបជុំគ្នាដើម្បីនឹងអបអរសាទរពីសេរីភាពដែលព្រះម្ចាស់ប្រទានមកដល់យើងក្នុងព្រះគ្រីស្ទយេស៊ូវហើយបងប្អូនបានធ្វើដំណើរវែងឆ្ងាយឡងឡាយសម្បើមមែនទែនបងប្អូនខ្លះដើរដំណើរមកដល់ទីនេះបងប្អូនខ្លះក៏ធ្វើដំណើរធ្លាក់កណ្ដាលផ្លូវមកដែរអរគុណផងតែព្រះអង្គបើនាំបងប្អូនដល់ថ្ងៃនេះពេលនេះមិនមែនជារឿងចៃដន្យទេពីការដែលព្រះម្ចាស់ទ្រង់ជួយបងប្អូនទាំងអស់គ្នាគឺដំណើរមកដល់ទីនេះសម្រាប់ត្រៀមខ្លួនត្រៀមចិត្តចូលធ្វើជាពលរបស់ព្រះជាម្ចាស់ក្នុងការផ្សាយដំណឹងល្អហើយនាំដំណឹងល្អទៅដល់បងប្អូនដទៃទៀតផងដែរប៉ុន្តែមុនយើងធ្វើការនេះយើងត្រូវពិភាក្សារឿងមួយសិនថ្ងៃនេះបងប្អូនទទួលវិញ្ញាណបដិបត្តិហើយកណ្ដៀតយកទៅផ្ទះវិញដើម្បីដាក់នៅរៀនចាំងដែលរំលឹកបងប្អូនបានឆ្លងកាត់ការនេះហើយបើនិយាយគ្នាតិចសិនណាបាទពីព្រោះរៀនក៏មានរៀនក្នុងដែលមេរៀនរបស់យើងដែរគឺកិច្ចវេទោហើយរឿងនេះពិបាកមែនទែនបងប្អូនយើងទាំងអស់គ្នាជាពិសេសខ្ញុំផ្ទាល់ពិបាកជាងគេរឿងអត់ទោសដល់អ្នកផ្សេងពិបាកណាស់ខ្ញុំអត់មានពេលនិយាយឥឡូវនេះដោយសារយើងមានត្រូវនិយាយផ្សេងប៉ុន្តែពេលមួយទៀតខ្ញុំនិយាយប្រាប់បងប្អូនពិបាកយ៉ាងម៉េចហើយខ្ញុំបរាជ័យយ៉ាងម៉េចខ្លះក្នុងការអត់ទោសដល់អ្នកដទៃនេះបាទការអត់ទោសនេះពិបាកណាស់ព្រះបន្ទូលក៏សម្ដែងដែរបើមិនព្រមទទួលការអត់ទោសពីព្រះជាម្ចាស់ទេណាព្រះជាម្ចាស់ទ្រង់ក៏មិនអត់ទោសបាបរបស់យើងដែរយល់ទេចាំលេណាបើមិនទទួលពីព្រះជាម្ចាស់ទេព្រះម្ចាស់ក៏មិនអត់ទោសដល់យើងដែរទោះបីគេប្រកាសខ្លួនឯងថាខ្ញុំបានរួចពីបាបហើយក៏បីអធិប្បាយឲ្យមនុស្សរាប់ពាន់អ្នកស្ដាប់រៀងដល់ថ្ងៃបរិសុទ្ធយ៉ាងណាក៏ដោយបើមិនព្រមទទួលយកការអត់ទោសពីព្រះជាម្ចាស់មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទេអ្នកដែលប្រកាសហ្នឹងកំពុងជាប់ខ្នោះបាបនៅឡើយទេហើយរបបខ្មែរក្រហមបានបន្សល់ទុកនៅគេតំណែលគំនុំគុនគួនចងអាឃាតជាមួយគ្នារហូតដល់សង្គមសប្តាហ៍ថ្ងៃនេះបងប្អូនបាទដល់ឡែកខ្ញុំមិននិយាយអ្នកដទៃទេពីព្រោះអ្នកដទៃវាវាធ្វើបីគ្នាអត់ទោះឲ្យបានទេព្រោះរឿងមួយវាធ្វើមិនកើតអបខ្ញុំនិយាយពីពុទ្ធអ្នកជឿយើងនេះតែប្រកាសខ្លួនថាជឿព្រះយេស៊ូវនេះបងប្អូននៅក្នុងសប្តាហ៍នេះដល់វិញ្ញាណនៃការមិនអត់ឱនទោសចំពោះគ្នាទៅវិញទៅមកក្នុងចំណោមសង្គមគ្រីស្ទបរិស័ទណាកំពុងសម្ដែងឆាកឈុតក្នុងភាពយន្តធម្មជាតិបញ្ចាំងនៅទីសាធារណៈយ៉ាងរស់រវើកនៅក្នុងសង្គមគ្រីស្ទបរិស័ទនេះមិនមែននៅក្នុងស្រុកខ្មែរទេទូទៅលើសកលលោកកន្លែងណាខ្មែរទៅដល់ហ្នឹងហើយជឿព្រះយេស៊ូវហ្នឹងកន្លែងនេះមានដូចគ្នាបងប្អូនការមិនចេះអត់ទោសហ្នឹងបងប្អូនជារឹសកប់នៅក្រោមដីតែចិត្តគំនុំគុណគួលគុំគួនជាផ្កាផ្លែដែលចេញមកក្រៅលោកអ្នកជាអ្នកជឿព្រះជាម្ចាស់នឹងយកប្រតិបងប្អូនដល់គ្នាបើបងប្អូនជាអ្នកជឿណាព្រះជាម្ចាស់នឹងយកប្រតិស្ដាស្អាងហើយសម្អាតរឹសគំនុំគុំគួនក្នុងចិត្តណាបើទ្រង់អត់សូវខ្វល់ជាមួយបងប្អូននៅរឿងផលផ្លែបងប្អូនប្រមាណទេបងខ្វល់ខ្វាយពីរឹសនៃការមិនអត់ទោសដែលនៅក្នុងចិត្តយើងហ្នឹងទ្រង់ចាំបាច់រកោះរំលើងរឹសបាបចោលរួចហើយព្យាបាលកន្លែងរបួសដែលរឹសនោះធ្លាប់ស្នាក់នៅវិជាសះស្បើយទើបទ្រង់ប្រើប្រាស់យើងឲ្យបម្រើទ្រង់ទៅនោះមានប្រសិទ្ធភាពបងប្អូនក្នុងមេរៀននេះព្រះជាម្ចាស់ទ្រង់ដៅចំជាងគេគឺរឿងកាត់រឹសគំនុំគុំគួនក្នុងចិត្តរួចហើយទ្រង់ស្ដាររឹសហ្នឹងទ្រង់ស្អាងរឹសហ្នឹងរួចហើយទ្រង់សម្អាតរឹសគំនិតគុំគួនឲ្យយើងមានផលផ្លែរបស់យើងហើយផ្លែរបស់យើងនឹងបានល្អមិនឲ្យខុសផ្លែកងងទេបាទគ្រីស្ទពិចារណាព្រះបន្ទូលមកខស្ដីអំពីដំណើរនៃការស្ដារនឹងការស្អាងការសម្អាតឬគំនុំគួនដែលកើតឡើងពីការមិនជាអត់ទោសនឹងហើយកូពីអត្ថបទរបស់មេរៀនយើងមានហើយពីអេពីសូតចំពោះ1ខ7សម្ដែងថាយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះដោយសារព្រះលិខិតទ្រង់គឺជាសេចក្តីប្រោសឲ្យរួចពីទោសតាមប្រគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ការប្រោសលោះគឺការសង្គ្រោះព្រលឹងឲ្យរួចពីទាសកម្មឬបាបនិងទាសកម្មផលផ្លែបាប
ប្រព្រឹត្តពីអតីតប្រព្រឹត្តក្នុងពេលបច្ចុប្បន្ននិងប្រព្រឹត្តនៅក្នុងពេលអនាគតខាងមុខទៀតតែការរួចពីទោសនៅក្នុងខគម្ពីរនេះគឺនិយាយពីការអភ័យទោសទ្រង់ផ្ដល់ការអភ័យទោសមានន័យថាព្រះជាម្ចាស់ណាទ្រង់លែងចាប់កំហុសសពបែបយ៉ាងកំហុសពីមុនក្តីកំហុសទៅថ្ងៃក្តីនេះកំហុសថ្ងៃទៅមុខទៀតស្ដីពីព្រះអង្គចាប់ទោសយើងទៀតទេអត់មានទោសមានពេលទៀតទេអស់លីចយើងនោះបាទនេះខនេះអាចអានសំនួនតាមសំនួនវោហារខ្មែរយើងថាយើងទទួលបានការសង្គ្រោះក្នុងព្រះរាជបុត្រាដោយសារព្រះលោហិតទ្រង់ហើយព្រះអង្គទ្រង់លែងចាប់ទោសអូសដំណើរយើងដោយយកប្រគុណដ៏ធ្ងន់ក្រៃលែងរបស់ទ្រង់មកដោះដូរជំនួសវិញបាទហើយគម្ពីរនេះក៏គន់នេះនៅកាងចំពោះ103ខ12ក៏សន្យាដែរថាម៉េចឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាទ្រង់បានដកយកអស់ទាំងការល្មើសរបស់យើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរដោយជំនឿចំពោះព្រះម្ចាស់យេស៊ូវគ្រីស្ទគត់ឲ្យរស់ឡើងវិញព្រះម្ចាស់ទ្រង់លែងចាប់ទោសយើងឲ្យយើងទទួលទោសពៃហើយនៅចំពោះព្រះភ័ក្ត្រទ្រង់ទៀតហើយសាទ្រង់ឈប់ចាប់ទោសពៃយើងជាអ្នកជឿដើរឈានដល់ត្រើយនគរមួយហៅថានគរនិលភាពហើយនៅក្នុងនគរនិលភាពនោះមានសុទ្ធតែសេចក្តីសុចរិតការសង្គ្រោះភាពបរិសុទ្ធយ៉ាងគ្រប់លក្ខឥតមានស្លាកឥតមានស្នាមឥតជ្រាវជ្រាវឥតមានជ្រួញអីសោះឡើយពីបើតាមគម្ពីរកូរិនថូសខ្សែទី1ចំពោះ1ខ30ការទូបាបបានរៀបចំបំរុងទុកសម្រាប់ឲ្យអ្នកជឿជាស្រេចហើយតែបងប្អូនយល់ព្រមទទួលយកមកដាក់ក្នុងចិត្តជាកម្មសិទ្ធិរបស់បងប្អូនដែរឬមិនព្រមអានេះវាស្រេចលើបងប្អូនផ្ទាល់ទេបាទបើព្រមទទួលយកការអត់ទោសនោះបានមកជាកម្មសិទ្ធិរបស់យើងផ្ទាល់តែបើមិនព្រមទទួលយកទេយើងគ្មានការអត់ទោសនោះទេហើយនៅក្នុងចិត្តយើងណាមានតែភាពទទេធេងនៃការអត់ទោសនោះដែរដូច្នេះហើយបានជាលោកម៉ាថាយលោកបានកត់ត្រាទុកនៅក្នុងគម្ពីរម៉ាថាយចំពោះ6ខ16ខ14ដល់ខ15សម្ដែងថាត្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ដែលមនុស្សលោកប្រព្រឹត្តធ្វើនោះប្រវោបិតានៃអ្នកដែលគង់នៅឋានសួគ៌ទ្រង់ក៏អត់ទោសឲ្យអ្នករាល់គ្នាដែរតែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងរបស់គេទេនោះប្រវោបិតានៃអ្នកទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ដែលអ្នករាល់គ្នាប្រព្រឹត្តយ៉ាងដូចនោះដែរសំណួរបងប្អូនឆ្លើយស្ដាប់ក្រោយនេះណាសំណួរខ្ញុំសួររបស់បងប្អូនចង់ចិត្តនៅតើប្រវោបិតាទ្រង់មិនអត់ទោសបាបដោយសារយើងមិនចេះអត់ទោសចំពោះអ្នកធ្វើកុសជាមួយយើងមែនខ្ញុំសួរម្ដងទៀតតើប្រវោបិតាទ្រង់មិនអត់ទោសបាបដោយសារយើងមិនចេះអត់ទោសអ្នកដទៃមែនបងប្អូនបើយ៉ាងដូចនេះមែនបញ្ហានេះវាមិនខុសពីការប្រកាន់ជំនឿដើមខុសត្រូវទេគឺធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នោះហើយពីនេះយើងឈប់និយាយពីរឿងដើមដឹងខុសត្រូវទៀតហើយយើងកំពុងតែនិយាយអំពីដំណើរដើរក្រោមមលុបដល់តិចទៅជើងជ័យនៃដើមជីវិតចាំឡើយបងប្អូនណាពីរនៅក្រោមមលុបដើមជីវិតបើថាព្រះវរបិតាទ្រង់មិនអត់ទោសបាបយើងដោយសារយើងមិនចេះអត់ទោសដល់អ្នកធ្វើខុសជាមួយនឹងយើងនោះមិនមែនមានន័យយ៉ាងដូច្នោះទេបងប្អូនដូច្នេះតើព្រះបន្ទូលក្នុងអត្ថបទនេះមានន័យយ៉ាងដូចទៅវិញបាទដើម្បីឲ្យយល់ដល់ជំរឿនៃការពិតព្រះបន្ទូលត្រង់នេះត្រូវយកបរិបទក្នុងអត្ថបទគម្ពីរ2យកមកព្រៀបផ្ទឹមជាមួយគ្នាបាទគឺគម្ពីរម៉ាថាយចំពោះ6ខ15និងគម្ពីរម៉ាថាយដដែលនោះចំពោះ10ខ8បកស្រាយបញ្ចូលគ្នាទើបរកចម្លើយឃើញព្រះបន្ទូលនោះមានន័យដូចម្ដេចយ៉ាងដូចនេះវិញទេបងប្អូនណាព្រះបន្ទូលហ្នឹងត្រង់ចំពោះ10នោះព្រះម្ចាស់ព្រះយេស៊ូវទ្រង់ចាត់បញ្ជូនពួកសិស្សទៅឲ្យផ្សាយដំណឹងល្អលោកម៉ាថាយបានកត់ត្រាទុកព្រះបន្ទូលផ្ដាំផ្ញើចំពោះពួកសិស្សនៅចំពោះ10ខ8ថាអ្នករាល់គ្នាបានទទួលទទេត្រូវឲ្យទទេដែរចំណុចនេះព្រះម្ចាស់ទ្រង់បញ្ជាក់ថាបើអ្នករាល់គ្នាមានដំណឹងល្អក្នុងខ្លួនជួយយកដំណឹងល្អទៅចែកចាយជូនឲ្យគេទៅដែលបើគ្មានដំណឹងល្អរបស់ព្រះអង្គទេចូលឲ្យដំណឹងល្អគ្មានព្រះយេស៊ូវនោះពលគឺជាដំណឹងល្អសូន្យនៅក្នុងចិត្តរបស់អ្នករាល់គ្នាឲ្យទៅគេទៅនៅក្នុងកញ្ចប់ដំណឹងល្អមានអង្គធាតុនៃការអត់ទោសបាបបង្កប់ទុកនៅក្នុងកញ្ចប់នោះលោកម៉ាថាយបានកត់ត្រាទុកត្រង់10ខ8ពីដំណើររឿងការអត់ទោសបាបនោះឯងម៉ាថាយ18បាទដល់10ខ8ហ្នឹងក្នុងភាសាក្រិកចែងថាដូរេអានថាតាមខ្ញុំដូរេអានអេឡាបេតេដូរេអានដូតេបន្តទៀតដូរេអានអេឡាបេតេ
Dorian Dote Dorian ប្រែថាសូនអេឡាបេតាអេឡាបេតេប្រែថាអ្នកបានទទួល Dorian ប្រែថាសូន Dote ឲ្យប្រែក្នុងនៃអត្ថានុរូបគឺនៃត្រង់បងប្អូនសូនអ្នកទទួលបានសូនឲ្យទៅគេបងប្អូនបងចាំឡើយណាដូចជាតាមសំណួរវិហូបវូហាភាសាខ្មែរយើងគឺពួកមេមកថៃ10ខ8ចែងថាបើអ្នកទទួលបានការអត់ទោសសូនចូលចែកការអត់ទោសសូននោះជូនគេទៅថ្ងៃលោកអ្នកកំពុងដើរចែកចាយតំណែងល្អយ៉ាងមកមានញឹកដូចខ្មោចស៊ីជើងទៅកន្លែងណាក៏តំណែងល្អដែរតំណែងល្អតំណែងល្អតំណែងល្អសំណួរសួរថាតើលោកអ្នកកំពុងយកតំណែងល្អប្រភេទណាទៅចែកជូនដល់គេបើចែកចាយតំណែងល្អត្រឹមព្រះយេស៊ូវសុគតជួបបាបតែគ្មានអង្គធាតុ3ថ្ងៃក្រោយមកទ្រង់រស់មានបញ្ជូនរស់ឡើងវិញទេតំណែងល្អនេះមិនមែនជាតំណែងល្អរបស់ព្រះម្ចាស់យេស៊ូវគ្រីស្ទទេលោកអ្នកកំពុងផ្សាយតំណែងល្អពីព្រះយេស៊ូវមួយទៀតហើយតំណែងល្អផ្ដោតលើព្រះយេស៊ូវគ្រីស្ទសុគតជួបបាបអ្នក3ថ្ងៃក្រោយមកទ្រង់មានបញ្ជូនរស់ឡើងវិញឥតមានការបន្ថែមក្រឹតវិន័យឥតមានបន្ថយក្រឹតវិន័យនៅនឹងទៀតទេជនណាជឿតំណែងល្អនោះជននោះបានយល់ព្រមទទួលការអត់ទោសពីព្រះជាម្ចាស់យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនហើយដូចជាបានទទួលបានការអត់ទោសពីទ្រង់ហើយជួបទេការអត់ទោសនោះជូនទៅអ្នកដែលគេធ្វើខុសនឹងយើងជាអ្នកដែលធ្វើយើងថ្នាំងថ្នាក់ចិត្តគេទៅទៅវិញបើមិនទាន់បានទទួលការអត់ទោសពីព្រះយេស៊ូវទេចូលចែកការអត់ទោសសូនជូនទៅគេដែរទៅក្នុងនេះហើយដែលព្រះជាម្ចាស់ក៏មានបន្ទូលក្នុងខខាងលើថាខ្ញុំសូមរៀបអត្ថបទនេះឡើងវិញតាមភាសាក្រិកហើយយកមកឲ្យសំណួរឲ្យត្រូវជានឹងសំណួរវិហារជាភាសាខ្មែរយើងដែរពុក6ខ14បើអ្នករាល់គ្នាមានការអត់ទោសក្នុងខ្លួនព្រោះបិតានៃអ្នកដែលគង់នៅឋានសួគ៌ទ្រង់អត់ទោសឲ្យអ្នករាល់គ្នាដែរចាំឡើយនេះបងប្អូនចាំច្បាស់បើអ្នករាល់គ្នាមានការអត់ទោសនៅក្នុងខ្លួនព្រោះបិតានៃអ្នករាល់គ្នាដែលគង់នៅឋានសួគ៌ទ្រង់ក៏អត់ទោសដល់អ្នករាល់គ្នាហើយខ15តែបើអ្នករាល់គ្នាមិនទទួលយកការអត់ទោសនោះទេព្រោះបិតាទ្រង់ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរនេះខពីនេះមានអញ្ចឹងបងប្អូនដូច្នេះបើគ្មានអ្នករាល់គ្នាមានការអត់ទោសរបស់គេទេពីពួក10ខ8ថាអ្នករាល់គ្នាទទួលបានទៅទេហ្នឹងត្រូវឲ្យទៅទេទៅគេទៅអត់នឹងឲ្យទៅគេទៅមានន័យថាបងប្អូនចងកណ្ដុំគេរហូតហើយបងប្អូនណាសូមចាំជានិច្ចថាបើបានទទួលការទោសសូនពីព្រះយេស៊ូវគ្រីស្ទអ្នករាល់គ្នាបានទទួលការសង្គ្រោះសូនពីព្រះអង្គដែរពួកគឺអ្នករាល់គ្នាកំពុងជាប់ខ្នោះបាបនៅឡើយទេសូម្បីមាត់នឹងនិយាយថាខ្ញុំជឿហើយជំនួយបាបហើយរួចបាបជឿស្រែកប្រកាច់ងាប់ដល់ណាក៏ស្រែកទៅអត់អើយទៅបងប្អូនអត់បានទេបងប្អូនណាតែប៉ុណ្ណេះច្បាស់ល្មមហើយនៅបងប្អូនបើល្មមហើយតើអាចអត់ទោសដល់ជូនគូសត្រូវបានមិនបានសួរឡើងយើងតែនិយាយថាខ្ញុំអត់ទោសក៏ទេខ្ញុំចាំមើលមិនទីបិទចុះជាកិច្ចអនុវត្តនៃការអត់ទោសឲ្យគេជួនអាចធ្វើបានភ្លាមបងប្អូនណាជួនត្រូវការពេលវេលាយូរតែយើងត្រូវមានឆន្ទៈចង់ផ្ដល់កិច្ចអភ័យទោសចំពោះបុគ្គលដែលធ្វើយើងថ្នាក់ចិត្តទើបព្រះជាម្ចាស់រាប់ថាកិច្ចអភ័យទោសរបស់យើងណាមានសុពលភាពចំពោះយើងផ្ទាល់ប្រចាំឡើយណាបងប្អូនណាគឺតើមិនកើតដល់ឡើយទេបងប្អូនផងក៏ប៉ុន្តែមានឆន្ទៈថាខ្ញុំនឹងធ្វើការអត់ទោសនោះបងប្អូនការអត់ទោសយូរឆាប់ប៉ុណ្ណានោះវាអាស្រ័យទាំងស្រុងទៅលើលោកអ្នកយល់ព្រមឲ្យព្រះមានបរិសុទ្ធទ្រង់សម្អាតនៅក្នុងដំណាក់កាលធ្វើវិសុទ្ធកម្មឲ្យជ្រះស្អាតពីសម្រាមការមិនចេះអត់អោនទោសនៅក្នុងខ្លួននោះបាទខ្ញុំគាត់ចំណាំទៅនេះថារាប់ណាលោកអ្នកមានឆន្ទៈមោះមុតចង់អត់ទោសឲ្យគេហើយតែធ្វើការអត់ទោសមិនទាន់កើតព្រះជាម្ចាស់ទ្រង់ក៏មិនបោះបង់ចោលលោកអ្នកដែរក្នុងករណីនេះលោកអ្នកត្រូវរស់នៅរងទុក្ខរងទោសខ្លួនឯងក្រោមនឹមទេសកម្មចិត្តមិនអត់ទោសនោះឯងឲ្យថាព្រះជាម្ចាស់ទ្រង់បោះបង់ចោលលោកអ្នកនោះទ្រង់មិនបោះបង់ចោលលោកអ្នកជាដាច់ខាតដល់ពេលបងប្អូនមិនព្រមបោះអត់ទោសគេណាពេលលុយឈ្មោះម្នាក់ហ្នឹងបងប្អូនចិត្តលោកអ្នកឈឺចុកចាប់ដោយបន្លាកចាប់ចាក់ជាប់ក្នុងបេះដូងអញ្ចឹងការឈឺចាប់នេះវាចេះតែមានជានិច្ចបកឡើងមកពីអីមកពីលោកអ្នកហ្នឹងមិនព្រមជម្រាបលាការអត់ទោសណាព្រោះថាវាលាការអត់ទោសអត់ដល់ប៉ុណ្្នឹងទេព្រោះឲ្យធ្វើតាណាចេញឆ្ងាយពីវាសូមជ្រាបថាព្រះវិដាទ្រង់គ្មានបំណងណាមួយចង់ឲ្យកូនទ្រង់រស់នៅត្រាំត្រែងរងទុក្ខខ្លោចផ្សាបែបនេះទេ
ទ្រង់ចាត់ព្រះរាជបុត្រាមកសុគតឲ្យរស់ឡើងវិញប្រងចង់ឲ្យលោកអ្នកមានសេរីភាពយ៉ាងបរិបូរណ៍ហូរហៀចាក់ផុតពីការដែលមិនចេះអត់ទោសគេហ្នឹងដូច្នេះបានជាព្រះអង្គទ្រង់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធរួចមកសន្ធិដ្ឋមកសម្អាតការជឿចាប់បង្កឡើងពីយើងដែលចិត្តយើងមិនចេះអត់ទោសចំពោះគូសត្រូវហ្នឹងបងប្អូនយល់ល្អឲ្យបងប្អូនយល់តាព្រមតាមការដាស់តឿនរបស់ព្រះវិញ្ញាណបរិសុទ្ធទៅព្រោះឲ្យទម្លាក់ចោលការមិនអត់ទោសចោលទៅលោកអ្នកបានទទួលសេរីភាពយ៉ាងបរិបូរណ៍ហើយបងប្អូនបងណាវិជាម្ដងនេះពេលឮឈ្មោះម្នាក់ហ្នឹងបងប្អូនលោកអ្នកលេងឈឺចិត្តជាអត្រូងបេះដូងលេងពើផ្សាយទៀតហើយយើងអាចជួបមុខគាត់ហើយគ្រប់គ្រងខ្លួនឯងបានយ៉ាងសុខសាន្តក្នុងចិត្តបទពិសោធន៍នេះហើយដែលហៅថាលោកអ្នកមានសេរីភាពពេញលេញរួចពីការមិនអត់ទោសចំពោះជនដែលធ្វើឲ្យលោកអ្នកឈឺចាប់ទុយទៅវិញបើនៅតែចងគំនុំគុំគួនទុកក្នុងចិត្តប្រៀបបានទៅនឹងខ្លួនឯងនោះអង្គុយក្នុងផ្ទះទឹកក្តៅពុះកំពុងខ្ពស់ទឹកក្តៅមកផ្ទះថ្នោតណារួចលួចឲ្យញឹមក្នុងចិត្តថានឹងតិចទៀតងាប់ហើយទៅមើលឲ្យលួចឲ្យលេះខ្លួនស្លាប់វេទនាឥឡូវហ្នឹងខ្លួនផងបាទបងពុតចាំដែរនេះណាគិតមើលខ្លួនឯងទឹកក្តៅពុះមកផ្ទះថ្នោតបងប្អូនហក់ចូលហ្នឹងហើយសង្ឃឹមថាម្នាក់ដែលបងប្អូនស្អប់មកគេងាប់អាណាងាប់បងប្អូនតាមពិតទៅអ្នករងវេទនាក៏កាហាយគឺលោកអ្នកនឹងឯងដែលបានអត់ទោសគេហើយមិនមែនអ្នកដែលលោកអ្នកស្អប់ទេហើយកំពុងសិក្សាមេរៀនធម្មតានេះមេរៀនយើងណាបងប្អូនដល់អត់ទោសនេះមានសិស្សម្នាក់គាត់ថាចេះខ្ញុំដែលមានរឿងអញ្ចឹងទេខ្ញុំអត់ទោសណាទេខ្ញុំអត់ទោសទាំងអស់ហើយពេលនេះកំពុងគួយចាំមើលភ្នែកផ្ទាល់តើព្រះអង្គសងសឹកជំនួសខ្ញុំយ៉ាងម៉េចដែរអូចាមែនទេបងប្អូនតើអ្នកណាជាអ្នកដែលទទួលការសងសឹកមិនមែននោះទេបងប្អូនគឺអ្នកដែលអង្គុយនឹងហើយបងប្អូនបើសិនជាបងប្អូនសូមកែប្រែគណិតថ្ងៃនេះទៅអរគុណបងទុកអត់ទួយគេទៅហាលុយបើបងប្អូនមានការទុកអត់ទួយគេទៅបើអត់ទេមិនបាច់ទេនៅដេកសង្ឃឹមថាគេនឹងងាប់ថ្ងៃណាទៅចុះបើអ្នកងាប់មិនគេទេណាបងប្អូនផ្ទាល់លេងងាប់មកអរគុណពីស្ពាសិតជាមួយ18ខ9ចាស់បងប្អូនណាដែលបានអន់ចិត្តនេះហើយនោះនៅពិបាកជាងមកក្រាបទីក្រុងមុំមួនណាមួយហើយការទោះតែងគ្នាប្រៀបបានទៅនឹងទ្វារបន្ទាយមានរនុកបាំងចិត្តបងប្អូនសាតាំងជាគូសត្រូវរបស់យើងគេពេញចិត្តស្ដោកជាមួយបងប្អូនតម្រងបើយើងមិនចេះអត់ទោសចំពោះគូសត្រូវរបស់យើងទេគាត់មានព្រួញសម្រួចស្រាប់បាញ់ពេញបំពង់សម្រាប់ប្រើជាមធ្យោបាយសម្រាប់វត្ថុអំណរអាក្រក់ជាច្រើនបែបយ៉ាងរបស់គាត់ចំពោះបងប្អូនមធ្យោបាយមួយគឺគូសត្រូវរបស់យើងណាប្រើការប្រកាន់ទោសគ្នាជួយជំនួយអបយកមកដោតផ្លែសន្ទូចណាក៏បក់ប្លក់បលឹងយើងចាប់ប្លប់ពងវត្តគេវត្តផ្លែសន្ទូចខ្វាត់ជាប់កនេះចូលទៅណាចូលទៅលងទេសកម្មគំនុំនឹងបងប្អូនភាគីគំនុំសងខាងរកល្បិចរៀងខ្លួនធ្វើថ្នាំងថ្នាក់ចិត្តការពីរឿងក្តីរៀងខ្លួនហ្នឹងប៉ុន្តែសូមចាំថាការថ្នាំងថ្នាក់ចិត្តណាបងប្អូនជាកំផែងការពីចិត្តមិនឲ្យជឿចាប់នឹងរឿងអើងបានមែនប៉ុន្តែមិនអាចទទួលការស្រឡាញ់ពីសត្រូវរបស់យើងត្រឡប់មកវិញបានទេខ្ញុំចាស់ទ្រង់ចង់ឲ្យកូនទ្រង់រស់នៅដោយសុខក្សែមសាន្តដើម្បីរស់នៅដោយសុខក្សែមសាន្តទ្រង់បង្រៀនឲ្យយើងចេះរៀនអត់ទោសចំពោះខ្មាំងសត្រូវរបស់យើងហើយយើងមិនបាច់រៀនខ្លាំងពេកទេបងប្អូនយើងមានស្រាប់ឲ្យតែគេទៅបើអត់ដែររឿងនេះពិបាកអនុវត្តខ្លាំងណាស់បើដឹកអូតចូលប្រហោងបញ្ជុលណាវាស្រួលជាងការអត់ទោសចំពោះខ្មាំងសត្រូវសួរថាហេតុអីបានជាការអត់ទោសចំពោះខ្មាំងសត្រូវណាពិបាកខ្លាំងម្ល៉េះចម្លើយវាមាន3យ៉ាងបងប្អូនទី1យើងមិនទាន់បានទទួលយកការអត់ទោសពីព្រះមកឃើញបងប្អូនការទទួលការអត់ទោសពីព្រះជាម្ចាស់ធ្វើឲ្យការអត់ទោសនោះคล้ายទៅជារតនសម្បត្តិផ្ទាល់ខ្លួនរបស់យើងមានការអត់ទោសជាកម្មសិទ្ធិរឹងក្នុងដៃបើមិនព្រមទទួលយកការអត់ទោសពីព្រះជាម្ចាស់ទេយើងគ្មានកម្មសិទ្ធិជាការអត់ទោសនោះជាកម្មសិទ្ធិរឹងនៅក្នុងដៃយើងទេស្ដីពីការយកការអត់ទោសនេះទៅចែកឲ្យអ្នកដទៃទៀតណាមាននិស្សិតម្នាក់លោកប្រៀបធៀបថាបើយើងមានលុយក្នុងដៃយើងចង់ឲ្យពីណាក៏បានដែរប៉ុន្តែគ្មានលុយក្នុងដៃចង់ឲ្យគេប្រមាណក៏គ្មានឲ្យអីឲ្យគេដែរវាអត់ក៏បានស្រួលយល់ទេបងក៏អត់ទោសដូចគ្នាដែរបងប្អូនបើយើងគ្មានការអត់ទោសក្នុងដៃយើងទេយើងគ្មានការអត់ទោសអ្វីទៅឲ្យគេទេយើងទទួលបានតែការអត់ទោសសូន្យពីព្រះជាម្ចាស់ដូច្នេះយើងត្រូវឲ្យសូន្យទៅគេវិញដែរហើយ
ចំពោះអ្នកជឿព្រះម្ចាស់យេស៊ូវគ្រីស្ទសុគតឲ្យរស់ឡើងវិញពីនោះបងប្អូនសុគតផងរស់ឡើងវិញផងគេយល់ព្រមទទួលការអភ័យទោសពីព្រះជាម្ចាស់ហើយគេក៏មានកិច្ចអភ័យទោសពីព្រះជាម្ចាស់នៅក្នុងដៃគេដែរអ្នកជឿដែលមានការអត់ទោសពីព្រះជាម្ចាស់គេរមែងចេះបង្ហូរការអត់ទោសជូនដល់គូសត្រូវរបស់គេមូលហេតុទី2យើងមិនយល់ដល់ការអភ័យទោសបងការអភ័យទោសមិនមែនជាការមើលស្រាលចំពោះការអន់ចិត្តទេយើងតែនិយាយលេងគ្នាវិញវត្តហៅធ្វើប៉ុណ្ណឹងវាស្អីអត់ធ្ងន់ស្អីបងប្អូនកុំសុំចាប់ឡើយនេះបាទសុំចាប់ត្រូវទទួលស្គាល់ថាសម្ដីឬចាក់ដោតមកដល់យើងណាជារឿងគេមិនគួរធ្វើvớiយើងទេហើយការទទួលស្គាល់ពិតនេះជាជំហានឈានទៅទទួលសេរីភាពពីព្រះជាម្ចាស់ហើយព្រះជាម្ចាស់ទ្រង់មិនចង់ឲ្យយើងទៅទទួលការឈឺចាប់បែបនោះទេទ្រង់ចង់ការពារយើងផងចង់ឲ្យយើងលូតលាស់ល្អទៅកាលផងដូច្នេះបងប្អូនពេលដែលបងប្អូនសម្រេចចិត្តជ្រើសរើសធ្វើការអភ័យទោសចំពោះគេលោកអ្នកសម្រេចដោះចិត្តដោះកាយដោះវិញ្ញាណឲ្យរួចពីចិត្តគំនុំគុំគួននឹងឯងបើចង់ចងគំនុំលោកអ្នកស្ម័គ្រចិត្តដើរចូលនឹងខ្លួនឯងទុំជាមួយនឹងទីសភាពប្រកាន់ទោសរហូតដល់បាត់បង់សេរីភាពរបស់ខ្លួនទាំងស្រុងតែម្ដងការអភ័យទោសក៏មិនមែនជាការបំភ្លេចចោលហេតុការណ៍ដែលថ្នាក់ចិត្តដែរវាថាអត់ទោសបំភ្លេចចោលនោះអត់យកមកធ្វើការទេតែគេនិយាយថាបំភ្លេចទោសវត្តចោលហើយភាសាអង់គ្លេសគេថា forgive and forget គឺតែយកធ្វើការដល់បងប្អូនធ្វើដាក់យើងប៉ុណ្ណឹងហើយបំភ្លេចបានហ៎បងប្អូនព្រះជាម្ចាស់ចង់ព្យាបាលយើងឲ្យជាសះស្បើយទោះបីយើងនៅនឹកចាំហេតុការណ៍នោះក៏ដោយនឹកចាំចុះក៏ប៉ុន្តែបងព្យាបាលបានបងប្អូនអង្គទ្រង់មានព្រះរាជសមត្ថភាពអាចធ្វើអ្វីឲ្យថ្មីឡើងក្នុងជីវិតយើងបានការអភ័យទោសក៏មិនចាំបាច់ត្រូវជានានឹងគ្នាដែរពាក្យយល់ច្រឡំច្រើនណាស់ថាបើចង់អត់ទោសឲ្យគ្នាតើតែជានាងគ្នាសិនហើយបើមានប្រកាន់ទ្រឹស្ដីតកតងរឿងនឹងថាម៉េចមានអីសូមទោសព្រាមឲ្យអត់ទោសឥឡូវបងប្អូនបើប្រកាន់ទ្រឹស្ដីតាមនេះសេរីភាពរបស់យើងស្ថិតនៅក្នុងដៃម្នាក់ដែលយើងប្រកាន់ទោសនោះឯងយើងខ្លាយទៅជាទាសករសេរីភាពរបស់អ្នកដែលយើងប្រកាន់ទោសដូច្នេះការអភ័យទោសមិនចាំបាច់ត្រូវជានានឹងគ្នាទេរឿងការអត់ទោសណាបងប្អូនណាហីជាដំណោះស្រាយរបស់យើងជាមួយព្រះជាម្ចាស់ផ្ទាល់អត់មានអ្វីតាក់ទងនឹងភាគីទី3សោះបើអញ្ចឹងហើយអ្វីបានជាអ្នកជឿខ្លះហ្នឹងពិបាកអត់ទោសឲ្យគូសត្រូវរបស់ខ្លួនម្ល៉េះសូមបងប្អូនណានេះជាមូលហេតុទី3អ្នកជឿកំពុងស្ថិតនៅក្នុងពេលព្រះវិញ្ញាណបរិសុទ្ធទ្រង់ធ្វើវិសុទ្ធកម្មបងប្អូនចាំឡើយនេះបាទដរាបណាយើងមានសុចន្ទៈជ្រះថ្លាចង់អត់ទោសឲ្យមនុស្សដែលធ្វើទុកបុកម្នេញដល់យើងណាព្រះមានបរិសុទ្ធទ្រង់នឹងធ្វើឲ្យយើងភ្លេចការមិនអត់ទោសបាត់ទៅកម្មសុចរិតបងប្អូនទទួលបានភ្លាមពេលបុគ្គលម្នាក់យល់ព្រមជឿព្រះម្ចាស់យេស៊ូវគ្រីស្ទសុគតបាបខ្លួនហើយជឿថា3ថ្ងៃក្រោយមកទ្រង់មានបញ្ជូនរស់ឡើងវិញពេលនោះបងប្អូនបានទទួលកម្មសុចរិតហើយកម្មសុចរិតកើតឡើងចំពោះវិញ្ញាណរបស់យើងពេលទទួលបានកម្មសុចរិតវិញ្ញាណយើងទទួលបាននេលភាពដោយលោកតាអាដាមនិងយេអេវ៉ាមុនគ្រាលោកធ្លាក់ពីសន្តានដើមរីឯវិសុទ្ធកម្មវិញវាខុសគ្នាស្រឡះអំពីកម្មសុចរិតវិសុទ្ធកម្មកើតឡើងចំពោះព្រលឹងហើយនៅរូបកាយរបស់យើងដែលរស់នៅលើផែនដីនេះហើយកើតឡើងតាមតនកាលលូតលាស់មួយជាហ៊ានម្ដងប្រចាំកន្លែងនេះនិស្សិតសិស្សសាលាព្រះដែលគម្ពីរសេរីភាពសងដួងត្រូវចាំឲ្យបានច្បាស់កន្លែងនេះបើមិនចេះស្អីក៏អត់ចេះរៀន3ខែនេះចេះតែប៉ុណ្ណឹងបានហើយប៉ុន្តែព្រះអង្គចេះជឿនឹងប៉ុណ្ណឹងចេះប៉ុណ្ណឹងបើអត់ចេះប៉ុណ្ណឹងទេទោះឲ្យបានចូលរៀនហ្នឹងមកបងមិនដូចដល់វិសុទ្ធកម្មគឺបានភ្លាមពេលយើងជឿព្រះយេស៊ូវសុគតជួបបាបយើងហើយរស់ឡើងវិញហើយដល់វិសុទ្ធកម្មវិញទៅនឹងព្រលឹងវិញទៅនឹងព្រលឹងរបស់យើងហើយរូបកាយយើងហ្នឹងវាកើតម្ដងតិចហើយនៅទទួលបានភាពបរិសុទ្ធគ្រប់លក្ខណៈថ្ងៃណាបងប្អូននៅថ្ងៃដែលគេវាយដៃគូចុងក្រោយរបស់លើក្តារប្រជុំរបស់យើងហើយមានគ្រូម្នាក់ប្រកាសថាម៉េចលោកគ្រូគង់ផនឈុនឈានដល់ភាពបរិសុទ្ធឥតខ្ចោះនៅថ្ងៃនេះហើយសូមទះដៃហើយតែមិនទៀតទម្រាំដល់ថ្ងៃនោះចេះតែមានគ្រូគង្វាលខ្លះហ្នឹងចោតប្រកាន់គ្រូឈុនខុសចេះគ្រូឈុនខុសចុះមួយខុសនេះមួយខុសមិនចេះចប់ខុសហើយខុសទៀតចិត្តដល់ខុសហើយទេបងប្អូនខុសទៅខ្ញុំបានខុសជាមួយទេខុសតែដៃទៅបងប្អូនការនេះជារឿងធម្មតារបស់មនុស្សសាដែលតែងតែមានដង្ហើមចេញចូលទៅតក់បងប្អូនហើយលើជាការអត់ទោសចំពោះគូសត្រូវឥឡូវដល់វេលាដែលយើងបែរមកមើលការអត់ទោសចំពោះខ្លួនឯងម្ដងឥឡូវដល់រឿងលំបាកធ្វើជាងគេហើយការអត់ទោសដល់សត្រូវណាគួរធ្វើទេ
เขาเอาตัวខ្លួនឯងយ៉ាប់មែនទែនបាទការមិនអត់ចត់មិនអត់ទោសចំពោះខ្លួនឯងមានគ្រោះថ្នាក់ជាងការមិនចេះអត់ទោសចំពោះគូសត្រូវទៀតហេតុអីបើខ្លួនឯងគ្មានការអត់ទោសផងហេតុអីបានជាយកការអត់ទោសទៅឲ្យគេកើតសូមចាំថាដូរីអានថាតាមខ្ញុំដូរីអានអេឡាបេតេដូរីអានដូតេប្រែនៃត្រង់ថាអ្នកទទួលបានសូន្យឲ្យសូន្យទៅគេទៅមកថាចំពោះ10ខ8មកពីភាសាអង់គ្លេសគេនិយាយថាចេះ you receive nothing you give អាចារ្យប្រឹងបងប្អូនបើមិនពុំទទួលអត់ទោសខ្លួនឯងលោកអ្នកច្បាស់ជាគ្មានការអត់ទោសអីជូនចំពោះខ្លួនឯងជាអ្នកធ្វើខុសចំពោះខ្លួនឯងទេក៏អត់ទោសមានរូបមន្តពិតក្នុងព្រះបន្ទូលផ្នែកគណិតសាស្ត្រគណិតវិទ្យាមានន័យថា0 + 0ស្មើអីបងប្អូនថាមួយម៉ាត់មើលណាបកែវិចំណោតមើល0 + 0ស្មើអីហើយចុះបើ0 ដក 0 ស្មើអីដែរដូចតែគ្នា0តែផ្លាកក្នុងវិស័យគណិតវិទ្យាការអត់ទោសមានន័យថាបើមិនទាន់បានទទួលការអត់ទោសពីព្រះជាម្ចាស់ដែលទ្រង់ប្រទានមកឡើយទេលោកអ្នកគ្មានគុណតម្លៃអីសម្រាប់យកទៅឡើងឋានសួគ៌ដែលសុទោសដល់លោកអ្នកបានអីយកទៅឡើងឋានសួគ៌យក0ឡើងឋានសួគ៌មានន័យថាបងប្អូនបានទៅគេទេបើការអត់ទោសរបស់យើងស្មើ0យើងឲ្យទៅខ្លួនឯងក៏0ដែរដូច្នេះបើអ្នករាល់គ្នាបានទទួល0ឲ្យ0ទៅខ្លួនឯងទៅគោលគឺចិញ្ចឹមការមិនចេះអត់ទោសហ្នឹងដូចដេកនៅសុខសັບគុណគួនជាមួយខ្លួនឯងរហូតដល់ស្លាប់យកទៅផងទៅការព្រមទទួលយកការអភ័យទោសណាបងប្អូនពីព្រោះខ្លួនឯងធ្វើខ្លួនឯងដែលអះអាងថាជឿព្រះយេស៊ូវហើយណារស់នៅរងទុកក្រិតកិច្ចរងបន្ទុកកិច្ចមិនអភ័យទោសយ៉ាងវេទនាយ៉ាងខ្លោចផ្សាជាទីបំផុតបាទហើយដល់ពេលខ្ញុំចែកចាយទៅនឹងទីបន្ទាល់មួយនេះគឺទីបន្ទាល់ផ្ទាល់ខ្លួនណាខ្ញុំមិនដែលចែកជូននរណាទេខ្ញុំលាក់រហូតហើយគេនៅទៅថាគូចង់ល្បីដល់ក៏បងប្អូនស្គរទេណាឬទុំទេឥឡូវខ្ញុំប្រាប់មែនទេណាម្ដងបងប្អូនបាទហើយការនេះការដែលខ្ញុំជួននេះគឺថាជាទីបន្ទាល់មួយដែលខ្ញុំមានការរងវេទនារៀលខោចផ្សាក្នុងចិត្តដោយការមិនអត់ទោសចំពោះខ្លួនឯងហ្នឹងនៅឆ្នាំ72បងប្អូនខ្ញុំរស់នៅជាមួយស្ត្រីម្នាក់នៅទីក្រុងភ្នំពេញហើយបានរៀបការជាមួយគ្នាទេរហូតដល់បានមានកូនដល់ដឹងថាខ្ញុំមានកូនខ្ញុំក៏រកទំនុកដោះដៃចេញពីគាត់ព្យាយាមតាមរកខ្ញុំរហូតដល់ថ្ងៃឆ្លងទន្លេសម្រាប់បានកូនប្រុសមួយគាត់ជឿចាប់ណាស់បានជាគាត់យកកូននោះទៅផ្ញើជាមួយនឹងបងស្រីគាត់ពីភាពខ្វះខាតផងនោះកូនប្រុសដែលខ្ញុំដែលរបស់គាត់នោះដែលទុកនឹងបងស្រីបងថ្លៃខ្ញុំក៏ស្លាប់បាត់ទៅបងថ្លៃគាត់នោះគាត់យកកូននេះទៅកប់ចោលនៅក្នុងកណោឥតដែលគេបោះចោលបងហើយក្មេងទូក្មេងតូចនោះស្លាប់ដោយស្រេកឃ្លានយ៉ាងវេទនាជាទីបំផុតពេលដឹងថាកូនស្លាប់ខ្ញុំចាប់ផ្ដើមបដោយអវិបដិសារីជាស្ដីរហូតមានខ្លះពេលចង់កស្លាប់ខ្លួនឯងក្នុងខួរក្បាលមួយថ្ងៃឃើញខ្សែភាពយន្តពណ៌ធម្មជាតិនោះបញ្ចាំងរាល់វិនាទីខ្ញុំឃើញប្រពន្ធខ្ញុំគាត់ឈរស្រែកហៅឈ្មោះខ្ញុំក្បែរការិយាល័យធ្វើការគឺគាត់បង្ហូរទឹកភ្នែកគឺគាត់តំអូនពីរឿងប្តីបោះបង់ចោលខ្ញុំសម័យឃើញម្ដាយគាត់វាគាត់ដោយថាគាត់នៅជាមួយខ្ញុំរហូតដល់បានមានកូនខ្ញុំឃើញមុខកូនខ្ញុំពេលវាកើតនៅមន្ទីរពេទ្យខ្ញុំនឹកឃើញពីពាក្យសន្យាថាជួយចិញ្ចឹមកូនតែបែរជាអត់បានជួយម៉ាស៊ីនទៅវិញវិបដិសារីនោះជាស្ដីខ្ញុំយកទៅឲ្យអស់រយៈពេលជាង50ឆ្នាំរហូតមកដល់ឆ្នាំ2022ពេលនោះខ្ញុំជាអ្នកដឹកនាំថ្នាក់សេរីភាពសំលួងឆមាសទី2ខ្ញុំសារភាពជូនសិស្សដែលខ្ញុំនាំមុខគេនោះខ្ញុំអត់ទូដល់ខ្លួនឯងចាប់ពីពេលនោះតទៅពេលនោះបន្ទុកនៃការបញ្ជាដល់ការភ័យទោសនោះជូនចំពោះខ្លួនឯងបានរបេះធ្លាក់ចេញពីខ្នងអត់លីទៅខ្ញុំមានសេរីភាពពេញបរិបូរណ៍មកទល់សពថ្ងៃនេះដល់ទៀតខ្ញុំមានសេរីភាពពេញបរិបូរណ៍មកទល់សពថ្ងៃនេះដោយសារខ្ញុំអត់ទោសដល់ខ្លួនឯងពីរឿងនោះហើយរឿងជាច្រើនទៀតដែលខ្ញុំប្រកអត់ទោសដល់ខ្លួនឯងហើយខ្ញុំធ្វើរាល់ថ្ងៃនេះឯងសពថ្ងៃពីមកលោកខ្ញុំម្ដងដែរជាពិសេសនៅអាខ្លះទៀតដែលខ្ញុំភ្លេចហើយjugaបណ្ដុំខ្ញុំដឹកឃើញឡើងដូចដែរថ្ងៃនេះខ្ញុំរឿងអាចកំបាំងនេះមកលាតត្រដាងជូននិស្សិតគ្រប់រូបដើម្បីដឹងប្រកាសថាព្រះម្ចាស់យេស៊ូវគ្រីស្ទមានព្រះរាជសមត្ថភាពអាចព្យាបាលរោគមហារីកដែលមិនចេះអត់ទោសហ្នឹងទ្រង់ផ្ដល់សេរីភាពជូនមនុស្សម្នាក់ជាពិសេសមនុស្សអាក្រក់ដូចរូបខ្ញុំជាដើមហ្នឹងបាទខ្ញុំធានាអះអាងដែលមានព្រះបន្ទូលដ៏រស់ជាសាក្សីផងថាលោកអ្នកក៏មានលទ្ធភាពបានទទួលការផ្សះផ្សានឹងបានមានសេរីភាពដូចខ្ញុំដែរ
បើហ៊ានសារភាពបាបរបស់លោកអ្នកចំពោះត្រង់ផ្ទាល់ក្នុងពេលសន្និបាតពេលទទួលវិញ្ញាណបណ្ឌបាតខាងមុខនេះបានឬមិនបានទទួលសេរីភាពពេញលេញអាស្រ័យទាំងស្រុងទៅលើការសម្រេចចិត្តរបស់បងប្អូនមាត់អ្នកអាចសន្យាក្តែងថាបានទទួលសេរីភាពជួនអ្នករកគ្នាវិញតើយល់ព្រមជាមួយចិត្តដែរឬទេមានតែអ្នកនៅព្រះជាម្ចាស់ទើបដឹងរឿងជីវិតអាចកំបាំងរបស់បងប្អូនផ្ទាល់ហ្នឹងឯងដើម្បីផ្ដល់ការទោសចំពោះខ្លួនឯងជួយអនុវត្តវិធានការមួយខាងក្រោមនេះប្រកាសយកជាជំនះដោយប្រើការពិតក្នុងព្រះបន្ទូលមកប្រកាសបានពេលបានទទួលការអភ័យទោសពីព្រះជាម្ចាស់រួចរាល់អស់ហើយបើមិនបណ្ដោយឲ្យចិត្តស្ថិតនៅត្រាំត្រែងក្រោយក្រោមការព្រួយបារម្ភអំពីបាបអតីតជាកិរិយាប្រសើរប្រពៃក្រៃលែងសម្រាប់រលឹងបងប្អូនគូសត្រូវតែរំលឹកយើងរៀងរាល់ថ្ងៃឲ្យយើងនឹកចាំជានិច្ចពីបាបវិបរិសារីអតីតកាលនឹងឯងគាត់រងចាំតែឱកាសយ៉ាងទុនរោគយើងទុនខ្សោយពេលណានឹងអាគាត់វាសន្ធប់មកលើយើងរឿងបាបវិបរិសារីនេះឯងយើងទៅតទល់ជាមួយគាត់រាល់ទាំងហើមចេញចូលគឺចាំជានិច្ចថាគាត់ជាមេចោតប្រកាន់ធំជាគេបង្អស់ចំពោះកូនព្រះមិនមែនតែប៉ុណ្ណោះគាត់ជាបិតានៃមេបោកប្រាស់យ៉ាងពិតប្រាសពជាទីបំផុតផងវិវរណៈចំពោះ12ខ10ចែងថាតែបិទអនុដែលចោតប្រកាន់ពីបងប្អូនយើងរាល់គ្នានោះចេះតែចោតគេនៅចំពោះព្រះទាំងយប់ទាំងថ្ងៃបងប្អូនប៉ិនប្រសពចោតប្រកាន់អ្នកដទៃទៀតណារកកំហុសអ្នកជឿដូចគ្នាណាបងប្អូនប្រយ័ត្នផងអើយគេលោកពៀនលើកូនរបស់នោះទៅដឹងបានប្រកែចោតមកបើយើងជាព្រះកូនព្រះសូមធានាថាយើងអាចឈ្នះគាត់ដោយសារឈាមរបស់កូនឈាមហើយដោយសារជំនឿចំពោះព្រះបន្ទូលឲ្យបានច្បាស់លាស់ព្រមទាំងពូលព្រះបន្ទូលជាប់នៅក្នុងចិត្តជានិច្ចបានពីវិវរណៈចំពោះ12ខ10ចែងថាគេបានឈ្នះវាដោយសារឈាមនៃកូនឈាមហើយដោយសេចក្តីគឺបន្ទោលរបស់គេពីបន្ទាប់ពីរបួសស្នាមក្នុងសមរភូមិជីវិតជាសក្ខីភាពនៃជាជំនះយើងទទួលបានក្នុងព្រះគ្រីស្ទយេស៊ូវបន្តិចទៀតអ្នកមានពេលដោះស្រាយរឿងនេះមិនចេះអត់ទោសចំពោះខ្លួនឯងចំពោះខ្មាំងសត្រូវជាមួយព្រះអង្គហើយចូលពិភាក្សារឿងនេះជាមួយទ្រង់ផ្ទាល់ចុះទោះបីស្ថិតក្នុងស្ថានភាពដែលណាក្តីចូលមកទទួលប្រគុណពីព្រះជាម្ចាស់បើទ្រង់សន្យាជាអរ៉ាល់ឡារិកថាគុណអញល្មមដល់ឯងត្បិតកម្លាំងអញបានពេញខ្នាតដោយសេចក្តីកំសោយដូច្នេះខ្ញុំតស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំដោយអំណរដើម្បីឲ្យព្រះជាស្ដេចនៃព្រះគ្រីស្ទបានស្ថិតនៅនឹងខ្ញុំសូមអធិដ្ឋានជំរាបបាទទូលអរគុណដល់ព្រះអង្គនៅព្រះបន្ទូលនេះសូមមានបន្ទូលមកកាន់យើងខ្ញុំទាំងអស់គ្នាហើយដោះយើងខ្ញុំឲ្យរួចពីការអត់ទោសនេះឲ្យចេះប្រើការអត់ទោសនេះដើម្បីនឹងឲ្យបានសេចក្តីសុខដល់ខ្លួនឯងសុខដល់គ្រួសារសុខដល់សង្គមសុខដល់ប្រទេសជាតិរបស់យើងខ្ញុំផងដោយនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន